ក្រោយពីត្រូវបាក់មុខត្រាំភក់ត្រាំទឹកត្រកួនអស់2ថ្ងៃជាប់គ្នាកល្យានបានទៅដេកយំអោបជើងលោកសេដ្ឋីបុនដែលជាឪពុកបង្ខំឲ្យមកចាត់ការផ្ការីកដល់ទីកន្លែងនៅវេលាថ្ងៃត្រង់លោកសេដ្ឋីបុនក្នុងសម្លៀកបំពាក់សូត្រគាត់យ៉ាងប្រណិតបាននាំអ្នកបម្រើ 4-5 នាក់រួមទាំងកល្យានដើរតម្រង់មកកាន់ថ្លុកត្រកួននិងចំការបន្លែរបស់គ្រួសារផ្ការីកទាំងរឹកពីអំនួតលោកសេដ្ឋីដ៏មានបុណ្យមិនដឹងថាមានខ្យល់អីបក់លោកសេដ្ឋីនិងអ្នកនាងមកដល់ថ្លុកត្រកួនដ៏កំសត់របស់ខ្ញុំទេមានការអីមែនទេទើបមកបែបនេះ មិនស្លាស់សោះតែចិត្តយើងដូចជាអត់ស្លាស់អីអាលីងណែនាងនឿណាកូនស្រីឯងវាថ្លើមធំខ្លាំងណាស់ហ៊ានធ្វើបាបកូនស្រីបណ្ដូលចិត្តយើងឲ្យដេកត្រាំភក់2 ដងថ្ងៃនេះយើងមិនចង់និយាយច្រើនទេយើងយកប្រាក់មួយថងនេះមកយើងចង់ទិញដីថ្លុកត្រកួននិងដីចំការបន្លែឯងទាំងអស់ទិញហើយយើងនឹងចាក់ដីលុបចោលមិនឲ្យកូនស្រីឯងមានបន្លែបេះតទៅទៀតទេឆាប់ទទួលប្រាក់ហើយរើចេញទៅមីងនឿនភ័យឡើងស្លុតស្មារតីព្រោះបើបាត់បង់ដីនេះគ្រួសារគាត់នឹងគ្មានអ្វីពឹងឡើយប៉ុន្តែផ្ការីកមិនបានខ្លាចញញើតនឹងគំនរប្រាក់របស់លោកសេដ្ឋីឡើយនាងដើរមកឈប់បាំងពីមុខម្ដាយញញឹមដាក់លោកសេដ្ឋីនិងកល្យានទាំងកែវភ្នែកមុតស្រួចអហោលោកសេដ្ឋីបុនដ៏មានប្រាក់អើយដីថ្លុកត្រកួនរបស់ខ្ញុំនេះគឺជាដីកេរដូនតាបង្កើតផលចិញ្ចឹមជីវិតរាល់ថ្ងៃមិនមែនសម្រាប់លក់ដូរតាមចិត្តចង់របស់អ្នកមានឡាយចាម្យ៉ាងទៀតកូនស្រីលោកសេដ្ឋីដួលផ្កាប់មុខផ្ងាក្រោយនោះមិនមែនខ្ញុំទៅរុញនាងហើយក៏ធាក់នាងនោះទេគឺនាងចង់មកធ្វើបាបខ្ញុំតែភ្លាត់ស្នៀតដួលខ្លួនឯងតាលោកសេដ្ឋីជាមនុស្សចាស់ដឹងខុសត្រូវមិនក៏ជាសម្ដីកូនស្រីមិនដឹងខ្យល់អីសោះអញ្ចឹងយកប្រាក់មកគម្រាមរាត្រង់បែបនេះចាក្នុងស្ថានភាពដ៏តានតឹងនោះសុភ័ណ្ឌដែលកំពុងតែរកត្រីនៅវាលស្រែក្បែរនោះបានឃើញហេតុការណ៍ក៏ប្រញាប់ដើរមកជួយផ្ការីកភ្លាមទាំងមិនដឹងខ្លួនគេដើរចូលមកកណ្ដាលវង់ដោយទឹកមុខស្ងប់ស្ងាត់តែសម្ដីឌឺដងមិនធម្មតាជំរាបសួរលោកសេដ្ឋីដ៏មានទ្រព្យខ្ញុំបាទសុភ័ណ្ឌកូនពុកណនលោកសេដ្ឋីចង់ទិញដីថ្លុកត្រកួននេះដើម្បីចាក់ដីលុបចោលមែនទេគំនិតនេះពិតជាល្អខ្លាំងណាស់លោកសេដ្ឋីល្អរហូតដល់ថ្នាក់ខ្ញុំបានចង់ជួយរំលឹកបន្តិចឯងដឹងខ្លួនខុសក៏ល្អដែរសុភ័ណ្ឌហើយចូលឯងចង់រំលឹកអីយើងគឺដីបឹងនឹងថ្លុកត្រកួននេះជាផ្លូវទឹកហូរចូលទៅស្រែរបស់ប្រជារាស្ត្រទូទាំងភូមិបើលោកសេដ្ឋីចាក់ដីលុបទឹកនឹងហូរច្រានឡើងលើទៅលិចភូមិមួយគ្រឹះដ៏ស្អាតរបស់លោកសេដ្ឋីមុនគេបង្អស់ម្យ៉ាងទៀតឆ្លើងនៅក្នុងបឹងនេះណាមានរាប់ម៉ឺនក្បាលបើលុបបឹងនឹងថ្លុកនេះពួកវារកកន្លែងនៅមិនបានមុខជាវាឡើងទៅរស់នៅលើផ្ទះលោកសេដ្ឋីចិញ្ចក់ឈាមនៅនាងកល្យានឲ្យស្គមដូចមេឃឈើងាប់មិនខានទេអាយយលោកពុកអើយខ្ញុំខ្លាចឆ្លងណាកុំលុបថ្លុកត្រកួននឹងអីចាតែឆ្លងវាឡើងចូលក្នុងបន្ទប់ដីខ្ញុំងាប់ខ្ញុំមិនខានទេណាលោកពុកចាមិនហើយអ្នកនាងកល្យានឆ្លងស្រែស្រុកនេះណាគឺចូលចិត្តឈាមអ្នកមានណាព្រោះវាផ្អែមនិងមានជាតិមាសបើលោកសេដ្ឋីចង់ទិញខ្ញុំលក់ក៏បានដែរតែបើមានរឿងអីកាត់ឡើងក៏មកបន្ទោសគ្រួសារខ្ញុំណាពួកឯងក៏មកพูดផយើងឲ្យសោះយើងគ្រាន់តែមកសាកចិត្តពួកឯងមើលតែប៉ុណ្ណោះតើផ្ទះយើងធំស្គមស្កៃមិនខ្វះអីដីចាក់លុបទេបាច់មកលុបអាថ្លុកត្រកួនស្អុយនេះឡើយកល្យានកូនតោះទៅផ្ទះវិញដីថ្លុកត្រកួនស្អុយបែបនេះទុកឲ្យពួកវាឆៃចោះពួកយើងត្រឡប់ទៅវាំងននមាសយើងវិញទៅតោះកូនលោកសេដ្ឋីនិងកល្យានព្រមទាំងអ្នកបម្រើដើរត្រឡប់ទៅវិញក្រោយពេលមនុស្សអាក្រក់ទៅបាត់មីងនឿនដកដង្ហើមធំទាំងធូរទ្រូងរួចដើរទៅអរគុណសុភ័ណ្ឌអូហូថ្ងៃនេះសុភ័ណ្ឌឯងប្រកែកខាងបង្កើតរឿងឆ្លើងគម្រាមសេដ្ឋីមែនមិនដឹងជាលួចបារម្ភខ្លាចយើងនេះលក់ដីឬក៏ខ្លាចគ្មានបន្លែត្រកួនឆៃយ៉ាងឆ្ងាញ់នោះទេដឹងយើងខ្លាចតែឆ្លើងវាសួររនាងទេយើងទៅផ្ទះវិញហើយហាមលួចនឹកយើងណានាងមហាយៈតកួននៅក្នុងរដូវបុណ្យភូមិប្រចាំឆ្នាំវត្តអារាមទាំងមូលត្រូវបានតុបតែងលម្អ
ដោយទង់ជ័យចម្រុះពណ៌និងគោមភ្លើងភ្លឺភ្លេកអ្នកស្រុកប្រុសស្រីក្មេងចាស់ស្លៀកពាក់ថ្មីយ៉ាងស្អាតបាតមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរនិងរាំយ៉ាងសប្បាយរីករាយផ្ការីកថ្ងៃនេះស្លៀកពាក់អាវប៉ាក់សម្រស់ស្អាតប្លែកមើលទៅដូចផ្ការំដួលស្រុកស្រែចំណែកឯសុផាន់វិញក៏ស្លៀកពាក់សមរម្យដើរញញឹមយ៉ាងសង្ហាមកចូលរួមបុណ្យជាមួយដែរអូហូថ្ងៃនេះមេឃស្រឡះល្អណាស់ស្រាប់តែប្រទះឃើញមហាយតិគួនប្រែកាឡាទៅជាស្រីស្អាតបាត់ទៅហើយណែផ្ការីកស្លៀកពាក់ស្អាតបែបនេះចង់មកលេងល្បែងបោះអង្គុញឬក៏ចង់មកបោះសម្ដីឲ្យអ្នកផ្សេង អូចាថ្ងៃនេះសុផាន់ឯងក៏ចេះលាបម្សៅហុយទលោមមកវត្តដែរតាស្លៀកពាក់ធ្វើរឹកដូចជាកូនលោកធំតែចរិតវិញមាត់អត់គម្របនៅតែដដែលយើងស្លៀកពាក់ស្អាតសម្រាប់ភ្នែកអ្នកស្រុកមើលមិនមែនសម្រាប់មនុស្សងងឹតដូចឯងមកឌឺដងទេឆាប់ដើរទៅឲ្យឆ្ងាយទៅ ក្នុងពេលដែលគូចំនួនទាំងពីរកំពុងតែឆ្លោះគ្នាបែបផ្អែមល្ហែមក៏លេចមុខកល្យានដើរមកដល់នាងខឹងខ្លាំងណាស់ពេលដែលឃើញសុភ័ណ្ឌឈរនិយាយញញឹមដាក់ផ្ការីកកល្យានបានរៀបចំល្បិចជាមួយអាគីដោយកាន់ចានម្សៅលាបមុខល្បែងប្រជាប្រិយធំមួយគិតថានឹងដើរទៅច្រានផ្ការីកឲ្យផ្កាប់មុខចូលចានម្សៅនោះឲ្យខូចមុខមាត់នៅចំពោះមុខអ្នកស្រុក នាងគីចាំមើលណាដល់ពេលមនុស្សម្នារំឡើងព័ទ្ធជុំវិញប៉ះជើងយើងបុកយើងខ្ញុំនឹងធ្វើជាដើរដួលរួចហើយច្រានវាផ្ការីកឲ្យមកវាចូលក្នុងចានម្សៅសើមនេះត្មងចាំមើលវាយំខ្មាស់គេយ៉ាងម៉េច ចាអ្នកនាងអើយល្បិចល្អណាស់ឲ្យវាដឹងដៃម្ដង